ធ្លាប់តែមិនខ្វល់លើមកពលនឹងការឈឺចាប់ស្ទើររស់ស្ទើរស្លាប់បាក់មកលេងមានអំនួតអួតទៀតធ្លាប់តែហឺហាសប្បាយរស់ទៀងគ្មានសំពីតបែបផ្លត់ស្នៀតបាក់ថ្មងសុំចោចាញ់បានខ្លាយស្អោយ Hello សួស្តីបងថ្ងៃនេះបាទបានជួប idol ថតបទថ្មីជាមួយ idol បាទហើយមិនដែរអារម្មណ៍ពេលថតបទថ្មីនេះមានឃើញប្លង់ជុតឆាកច្រើនបើនិយាយទៅបច្ចុប្បន្ននេះចាប់ផ្ដើមយើងផលិតនៅ MV ជាបន្តបន្ទាប់ហើយក៏បទនេះក៏តាក់ចិត្តជាច្រើនប្លង់ដែរព្រោះដោយសារតែផ្លែកត្រង់ថានៅពេលដែលធ្លាប់តែយំសេតខ្លួនឯងនៅក្នុងបទចម្រៀងតែបទនេះបែរជាកំដរគេសេតកំដរគេពិបាកចិត្តដល់ពេលអញ្ចឹងធ្វើឲ្យមានអារម្មណ៍មួយថាមើលទៅគេវារៀងតឹងទ្រូងដែរដោយសារឃើញគេយំច្រើននៅក្នុងបទចម្រៀងមួយបទនេះហើយបទនេះក៏សង្ឃឹមថានៅពេលដែលចេញជាផ្លូវការសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចែករំលែកនិងជួយគាំទ្របន្តផងចុះយើងអាចប្រាប់ចំណងជើងគាត់ខ្លះបានទេចំណងជើងសុំលាក់តិចសិនសុំលាក់សិនតែចាំខ្ញុំដាក់បទចម្រៀងហ្នឹងនៅក្នុងវីដេអូនេះបន្តិចចូលសៀតចូលបន្តិចហើយខ្ញុំឃើញប្លង់មួយនោះវីដេអូមួយដែលល្បីពីមុននោះបងប្អូនទាំងអស់គ្នាខ្ញុំចង់ប្រាប់បងប្អូនថាបង idol គាត់ជាម្ចាស់បទស្នាមសាក់បាទហើយមានបទល្បីច្រើនណាដូចធ្វើក្រធ្វើអីក៏ខុសបាទធ្វើអីក៏ខុសមើលបងជួយហុចហ៊ីបហបឯងក៏ខ្ញុំអត់សូវចាំបទក្រធ្វើអីក៏ខុសបាទពីមុនចំពោះបទក្រធ្វើអ្វីក៏ខុសបើនិយាយឲ្យចំទៅក៏ជាបទចម្រៀងមួយបទដែលខ្ញុំរំភើបសប្បាយចិត្តជាមួយនឹងការគ្រប់គ្រងពីបងប្អូនទាំងអស់គ្នាដោយសារតែបទក្រធ្វើអីខុសចេញនៅក្នុងរយៈពេល1ថ្ងៃឃើញតាម page ជាច្រើនបានយកទៅផ្សាយបន្តហើយបាទច្រើនមែនទែនហើយ view ក៏ច្រើនដែរហើយបទក្រធ្វើអីក៏ខុសក៏ជាស្នាដៃរបស់អូនយ៉ាត់ជាតិផងដែរយ៉ាត់ជាតិដែលជាអ្នកនាំសម្ដែងហើយក៏ជាស្នាដៃរបស់ប្អូនហ្វុងមូនបាទរួមគ្នាគេហៅការហ្នឹងយើងសហការគ្នាដែរបាទសហការគ្នាហើយអរគុណមែនទែនទៅដល់ក្រុមការងាររបស់ផលិតកម្មថោនអរគុណទៅដល់បងប្អូនប្រុសហ្វុងមូនហើយបងប្អូនជាតិហើយក៏អរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានគ្រប់គ្រងកន្លងមកឆាប់នេះក៏នឹងចេញបទថ្មីទៀតដែរហើយយើងខ្ញុំទាំងអស់គ្នាក៏ត្រៀមសម្រាប់ដើរការមិនថាទៅដល់ខែភាសាឬក៏គៀកទៅដល់ដើរជុំហើយទៅដល់ឆ្លងឆ្នាំចូលឆ្នាំទៀតអញ្ចឹងផលិតកម្មថោនមានគ្រប់រសជាតិបើទៅតាមពេលវេលាកលៈស័កទៅតាមបុណ្យទានខែបុណ្យទានភ្ជុំហើយអញ្ចឹងឥឡូវនេះខ្ញុំត្រៀមបទទៀតខ្ញុំឃើញបត់ពង viral ក្នុង TikTok ច្រើនបត់អីគេអស់អារម្មណ៍ស្ទាវហីអារម្មណ៍ស្ទាវមើលបងសុំចេញអាហ្នឹងបន្តិចបានទេសុំចេញសុំតាមបន្តិចកន្លែងស្រែកហ៎បាទកន្លែងស្រែកបងប្អូនបងប្អូនណាអាចឲ្យស្រែកបានក្រៅតែបានត្រៀមទេដូចកអត់តាន់សំលៀងបាទធ្លាប់តែមិនខ្វល់លើមកពលនឹងការឈឺចាប់ស្ទើររស់ស្ទើរស្លាប់បាក់មកលេងមានអំនួតអួតទៀតធ្លាប់តែហឺហាសប្បាយរស់ទៀងគ្មានសំពីតបែបផ្លត់ស្នៀតបាក់ថ្មងសុំចោចាញ់បានខ្លាយស្អោយបើនេះលឺថាចេញនឹងឆាប់ខាងមុខនេះប្រហែលជាចាប់ចេញហ្នឹងឆាប់បើនិយាយទៅតាមកម្រងផ្លូវការនៅក្នុងការចេញបទចម្រៀងបទនេះនៅសប្តាហ៍នេះនៅថ្ងៃពហុបាទអញ្ចឹងនៅថ្ងៃពុធនេះគឺផលិតកម្មថោននឹងផុសបទនឹងចូលទៅក្នុង TikTok របស់ផលិតកម្មថោនហើយថ្ងៃពហុគឺនឹងចេញជាផ្លូវការនៅក្នុង YouTube ហើយនឹង page ផ្លូវការរបស់ផលិតកម្មថោនផងដែរបាទអញ្ចឹងអរគុណបងអរគុណដែលបានបោះក្បាលយ៉ាងល្អបាទអរគុណបងប្អូន